ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនពី setting ទៅលើផ្ទាំង setting ដែលផ្ទាំង setting គឺយើងអាចធ្វើការកំណត់ទៅលើ platform មួយហ្មងឧទាហរណ៍ថាយើងមាន Facebook Instagram TikTok YouTube Pinterest ដូចយើងនេះអញ្ចឹងទៅយើងចង់កំណត់ថា Facebook ខ្ញុំចង់ download តែរូបទេហើយដល់ពេល Instagram ខ្ញុំចង់ download តែវីដេអូទេអញ្ចឹងទៅយើងចង់ download ប្រហែលវីដេអូយើងចង់កំណត់អីអញ្ចឹងទៅគឺយើងមកធ្វើការនៅលើ setting នេះយើងពេលយើងកំណត់បានម្ដងហើយនៅពេលដែលយើង download លើកក្រោយគឺអា setting ហ្នឹងគឺនៅជាប់នៅហ្នឹងគឺយើងមិនបាច់ទៅធ្វើការកំណត់ម្ដងទៀតទេណាអញ្ចឹងខ្ញុំនឹងធ្វើការឧទាហរណ៍ទៅលើ Facebook មួយព្រោះ Facebook មានរហូតដល់3មុខណាអញ្ចឹង Facebook គឺមានវីដេអូមាន Reel ហើយនិងរូបភាពអញ្ចឹងបងប្អូន tick កន្លែងនេះបានថាបងប្អូន enable នេះបានថាបងប្អូនចង់ download វីដេអូនៅក្នុង profile មួយនឹងដែរអញ្ចឹងនៅពេលដែលយើងមាន profile មួយមកយើងចង់ download វីដេអូដែលគេផុសយើងហៅថាវីដេអូ long ហ្នឹងគឺ download យកមកអញ្ចឹងយើងដាក់នេះមកយើងនិយាយថាមក profile ហ្នឹងយើងយកតែ500ទេអញ្ចឹងយើងដាក់លេខ500ទៅហើយបើយើងចង់យកមក profile ពេញហ្មងមាន9000វីដេអូក៏យើងយកទាំង9000គឺយើង take អានេះមកណាបើយើងចង់កំណត់តាមមកល្មមតាមយើងទេគឺយើងនឹងអញ្ចឹងដូចគ្នាយើងចង់ download វីដេអូវាមាន thumbnail របស់វាបានថាផ្ទាំងរូបភាពពីខាងមុខវីដេអូហ្នឹងណាអញ្ចឹងយើងអាច tick ទៅវា download មកដែរអាហ្នឹងបើយើងអត់ tick ទេគឺវា download អញ្ចឹងទៅតាមបងប្អូនចង់បានហើយមួយទៀតយើងអាចរើស resolution បាន resolution យើង recommend គឺ18ព្រោះវីដេអូពីច្រើនដែលយើង upload ចេញទៅលើ platform ផ្សេងៗគឺវា18ហ្នឹងឯងអញ្ចឹងបើបងប្អូនចង់យក best ក៏យកទៅឬក៏ចង់យកទាបវា720អីចឹងទៅណាអញ្ចឹងបើយើង recommend គឺ18គឺវាទូទៅហ្នឹងឯងហ្នឹងហើយចំពោះ reel គឺដូចគ្នាបងប្អូនកំណត់ចំនួនបងប្អូន tick ថាចង់ download វាឬក៏អត់អីចឹងបើអត់ទេយើង download នៅនេះគឺ download តែវីដេអូទេយើង download តែរូបភាពទេ profile មួយ profile with Facebook ផ្សេងៗហ្នឹងគឺយើងអត់ចង់ download reel របស់វាយកមកទេណាហ្នឹងហើយការកំណត់យកទាំងអស់ឬក៏ thumbnail អីហ្នឹងគឺដូចគ្នានឹងឯងអញ្ចឹងចំពោះ Instagram ដូចគ្នាTikTok គឺយើងមានតែវីដេអូទេ YouTube ក៏ដូចគ្នាយើងមានតែវីដេអូទេ Pinterest គឺយើងមានប្រភេទជាវីដេអូហើយនិងរូបភាពប៉ុន្តែ Pinterest ពីច្រើនយើង download រូបភាពវីដេអូវាអត់សូវល្អទេអញ្ចឹងពីច្រើនយើង download រូបភាពណាហើយមួយទៀតដូចយើងមានប្រភេទវីដេអូដែរអាហ្នឹងដូចគ្នាប៉ុណ្ណឹងឯងតាក់ទងជាមួយនឹងការ setting ហើយមួយទៀតក្នុងករណីដែលបងប្អូនចង់ឲ្យគ្រប់ setting នឹងដូចគ្នាទាំងអស់ហ្មងណាឧទាហរណ៍យើងចង់កែទៅទាំងអស់ហ្មងយើងអត់ចង់ឲ្យវាទៅមួយយើងខ្ជិលកែចុចមួយកែមួយគឺបងប្អូនមកប្រើប្លង់ខាងលើនេះអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ download ទាំងអស់ហើយខ្ញុំចង់ដាក់យកទាំងអស់ហ្មងមិនថា all photo all image all video អីហ្មងអញ្ចឹងយើងចុច apply កន្លែងនេះយើងកែនេះចុច apply មកពឹបមកគឺអា Chrome គឺវាដូរតាមទាំងអស់ហ្មងអញ្ចឹង Instagram គឺដូរតាមទាំងអស់ហ្មងលើកលែងតែកន្លែងដែលអត់មាន setting នៅខាងលើដូចជា thumbnail អីចឹងគឺវាអត់ load តាមទេអាហ្នឹងយើងទៅយកខ្លួនឯងមួយវិញវាបានដូចជាចំនួនវីដេអូចំនួនអីចឹងទៅយើងស្រួលដែរពេលខ្លះយើងចង់យកទាំងអស់ទៅលើ profile ដែលយើងចង់ download ហ្នឹងគឺយើងកំណត់ទៅហ្នឹងមួយបានទាំងអស់ហ្មងអាហ្នឹងគឺជាការកំណត់ទៅលើ platform មួយអញ្ចឹងនៅពេលដែលយើង download ឬក៏យើង scrape យើងអីហ្នឹងគឺយើងកំណត់នៅនឹងតែម្ដងគឺនៅពេលដែលយើង download ក្រោយគឺវាជាប់មកតាមហ្នឹងហ្មងអញ្ចឹងយើងមិនបាច់ទៅធ្វើការ setting ទៀតទេហើយបើយើងចង់ setting ដូរគឺយើងមកដូរហើយចាំយើងធ្វើការទៅនឹងឯងតាក់ទងជាមួយនឹង setting នៅលើនេះអញ្ចឹងណា